តាអ្នកបានកេងលក់ស្រួលទេទូលបង្គំនឹងសម្រាប់កាយហើយដេកលក់ដោយសុខសាន្តត្បិតអោព្រះយេហូវ៉ាអើយមានតែព្រះអង្គទេដែលធ្វើឲ្យទូលបង្គំរស់នៅដោយសាន្តត្រានទំនុកដំកើងចំពុក4ខ8មនុស្សសម័យនេះមិនអាចកេងលក់បានស្រួលទេខ្លះលេបថ្នាំកេងខ្លះស្ដាប់ភ្លេងឬមើល YouTube ទើបអាចកេងលក់បានបន្តិចដោយសារតែការព្រួយបារម្ភមិនដឹងរឿងថ្ងៃស្អែកការបារម្ភពីការរកការងារធ្វើខ្លាចបាត់បង់ការងារនិងទំនិញឡើងថ្លៃទើបធ្វើឲ្យកេងមិនលក់បើធៀបនឹងពីមុនប្រាក់ចំណូលបានល្អជាងមុនប៉ុន្តែក្នុងចិត្តបែរជាគ្មានសេចក្តីសុខហើយចិត្តព្រួយបារម្ភដោយសារតែភាពភ័យខ្លាចចំពោះអនាគតដែលមិនអាចដឹងមុនប៉ុន្តែស្ដេចដាវីតខុសប្លែកពីយើងទាំងស្រុងនៅពេលនេះអាប់សាឡុមដែលជាកូនប្រុសរបស់គាត់បានបះបោរហើយដឹកនាំកងទ័ពទាំងអស់ដើម្បីចាប់ស្ដេចដាវីតជាឪពុកធ្វើឲ្យស្ដេចដាវីតត្រូវរត់គេចខ្លួនយ៉ាងប្រញាប់វាជាស្ថានភាពគ្រោះថ្នាក់បំផុតដូចជាពន្លឺទៀននៅមុខខ្យល់ដែលមិនដឹងថាពេលណាទ័ពអាប់សាឡុមនឹងមកសម្លាប់គាត់ឡើយប៉ុន្តែស្ដេចដាវីតបានកេងលក់យ៉ាងស្ងប់សុខនៅចំពោះមុខភាពភ័យខ្លាចស្ដេចដាវីតមិនបានសម្លឹងមើលភាពភ័យខ្លាចនោះទេប៉ុន្តែគាត់បានសម្លឹងមើលព្រះជាម្ចាស់ដែលគង់នៅជាមួយគាត់ទោះបីជាមានអារម្មណ៍ថាដូចជាមានខ្យល់ព្យុះភ្លៀងបោកបក់រហូតមើលមិនឃើញអ្វីនៅខាងមុខក៏ដោយក៏ស្ដេចដាវីតមិនព្រួយបារម្ភតតែសោះពីព្រោះស្ដេចដាវីតដឹងថាឥឡូវនេះគាត់មិនមែននៅម្នាក់ឯងទេប៉ុន្តែគាត់កំពុងនៅជាមួយព្រះជាម្ចាស់